Okay សួស្តីអ្នកនរគ្នាឥឡូវយើងមករៀនពី EBITDA Market Cycle អូខេតើ EBITDA Market Cycle គឺជាអី EBITDA stand for Interbank Price Bank Interbank Price Delivery Algorithm អូខេអញ្ចឹងផ្សារគឺវាធ្វើតែរឿង4យ៉ាងហ្នឹងទេវាធ្វើជា algorithm វាដើរតែ4យ៉ាងដូច cycle ចឹងដូចជា loop ជីវិតយើងចឹងអូខេយើងមានជាអីចឹងផ្សារតែធ្វើតែរឿង4យ៉ាងទេគឺ consolidation expansion retracement and reversal គឺមានតែ4យ៉ាងហ្នឹងទេក្នុងឆាតគ្រប់ time frame គឺ market ធ្វើតែរឿង4យ៉ាងហ្នឹងទេអូខេពេលនេះថាផ្សារវាធ្វើតែរឿង4យ៉ាងហើយតើពេលណាដែលវាធ្វើបាននិងមិនអាចធ្វើបានអូខេតើលំហូរនៃផ្សារធ្វើរបៀបដូចម្ដេច price គ្រប់ពេលដែលវាចាប់ផ្ដើមគឺចេញពី consolidation ទៅ expansion ជានិច្ច noted ហើយខ្ញុំដាក់ប្រហោងដោយសារវាសំខាន់គឺនៅពេលដែលយើងរាប់គឺយើងរាប់ចាប់ពី consolidation ទៅ expansion ជានិច្ច like this គឺរាប់ពី consolidation ទៅ expansion ជានិច្ចអូខេ price អាចដើរចាប់ពី expansion ទៅ retracement price អាចដើរចាប់ពី expansion ទៅ reversal and price អាចដើរចាប់ពី expansion ទៅ consolidation តើ price មិនអាចធ្វើបានខ្លះគឺ price មិនអាចចាប់ផ្ដើមពី consolidation ទៅ retracement បានទេហើយ price ក៏មិនអាចចាប់ផ្ដើមពី consolidation ទៅ reversal បានដែរអញ្ចឹងខ្ញុំយកអាទាំងអស់នេះបើសិនជាអ្នកនាង start ខ្ញុំនិយាយអញ្ចឹងអ្នកនាងប្រហែលជាអត់យល់ទេអញ្ចឹងខ្ញុំបានបន្ថែមឆាតនៅខាងក្រោយហើយនឹងបកទៅបញ្យល់នៅក្នុង graph នេះម្ដងទៀតអូខេអញ្ចឹង everything price គឺចាប់ផ្ដើមពី consolidation ជានិច្ចគឺកន្លែងនេះអញ្ចឹង consolidation វានឹងមិន consolidation នឹងទៅពី expansion មានថាពេចគឺពី consolidation អាចទៅបានតែ expansion ទេ consolidation អាចមក reversal ឬក៏ retracement បានទេគឺ only start ពី consolidation ទៅ expansion ហើយ expansion អាចទៅជាអីពី expansion ទៅជា retracement ឬក៏ពី expansion ទៅ reversal ឬក៏ expansion ទៅ consolidation ខ្លួនវាវិញអញ្ចឹង price វាធ្វើអញ្ចឹងអានេះអត់អាចទៅអានេះបានទេហើយអានេះក៏អាចទៅអានេះបានដែរអានេះគឺអាចទៅបានតែអានេះមួយគត់ឃើញទេគឺតែអានេះមួយគត់ហើយអានេះមួយគត់ហ្នឹងអាចទៅអានេះក៏បានទៅអានេះក៏បានទៅអានេះក៏បានអូខេខ្ញុំចង់និយាយក្នុងហ្នឹងអ្វីដែលផ្សារអាចធ្វើនិងមិនធ្វើនៅពេលដែលផ្សារដើររបៀបចេញពី consolidation ខ្ញុំនិយាយហើយគឺចាប់ផ្ដើមពី consolidation ជានិច្ចនៅពេលដែលវាចង់ឲ្យ consolidation ហើយចេញរបៀបជា reversal វាគឺជា trap ហើយអ្នកនរគ្នានឹងជាប់នឹង trap GMD reversal pattern ពេលខ្ញុំយល់ចឹងអ្នកនរគ្នាប្រហែលជាអត់ទាន់យល់ច្បាស់តែខ្ញុំនឹងប្រាប់ថាវារបៀបម៉េចនៅ slide បន្ទាប់នៅពេលដែលផ្សារដើរពី consolidation ទៅ expansion វានឹងធ្វើតែរឿងពីរយ៉ាងទេដែលផ្សារធ្វើបន្ទាប់ពី expansion like I said ពី consolidation ទៅ expansion ហើយពី expansion ហ្នឹងវាធ្វើតែរឿងពីរយ៉ាងឯងពេលកាត់ expansion ហើយវាធ្វើតែរឿងពីរយ៉ាងគឺពី expansion ទៅ reversal ដែលអាចចេញជា AMD reversal pattern ឬក៏ expansion ទៅ retracement ដែលអាចមករក order block ឬក៏ FVG ដើម្បី condition pattern អូខេយើងមាន schematic យើងមាន all low គឺ external ទៅ internal right អញ្ចឹងអានេះគឺជាគេ consolidation right គេស្គាល់ហើយ consolidation បើសិនជាអ្នកគេឃើញផ្សារ like this move like this right ឃើញ break of structure អ្នកគេគាត់ថាវាគេ reversal no it's not reversal because why អានេះគឺជា consolidation right ដូចខ្ញុំ mention តាំងពីដើម slide អញ្ចឹងគឺ consolidation អាច reversal ទេបើសិនជាវាធ្វើរបៀបអញ្ចឹងមានថាអ្នកនេះកំពុងតែជាប់ trap វាគ្រាន់តែឡើងទៅ engineer liquidity and then វា manipulate right អញ្ចឹងបើសិនជាអ្នកគ្នាអត់យល់ពី EBITDA market cycle ទេអ្នកគ្នាប្រកាសជា get wrecked by market ជាមិនខានទេយល់ទេអញ្ចឹងកុំអាងថា break of structure អីចឹងតែអត់ដឹងថាខ្លួនឯងនៅ profile អីនេះគឺជា consolidation right ឃើញទេ accumulation manipulation distribution អញ្ចឹងខ្ញុំប្រាប់ថាបើសិនជាអ្នកគ្នាឃើញ consolidation ណាហើយគេវា move up like នេះគឺថាវា reversal no វានឹង manipulate មកតង់ទៀតចឹងអ្នករៀបក៏ជាជាប់ track ដោយសារ AMD ហើយ why consolidation ស្មើ AMD ហ្នឹងហើយsorry consolidation ស្មើ accumulation ហ្នឹងគឺជា consolidation ហ្នឹងអូខេ condition pattern មានតែរឿងពីរយ៉ាងដែលអាចកើតឡើងក្រោយបង្កើត consolidation ហើយ
okay គឺ condition expansion from the consolidation ឬក៏ AMD bullish or bearish បើសិនតែវាចង់ reverse ផ្សារត្រូវទៅលើខ្ពស់ជាងមុនសិនអូខេនេះគឺជា condition pattern តពីកន្លែង expansion នេះ right អញ្ចឹងនៅពេលដែលវា expansion like I said expansion វាអាចធ្វើរឿងបាន3យ៉ាងវាអាចទៅជា expansion ទៅ reversal sorry expansion ទៅ retracement expansion ទៅ reversal ឬក៏ expansion ទៅ consolidation អញ្ចឹងឃើញ expansion consolidation អញ្ចឹងអ្នកគ្នាពេលដែលឃើញ consolidation អ្នកគាត់ជាគ្រាប់តែ consolidation អាច reversal បានទេវាអាចដែរពី expansion sorry ពី consolidation ទៅ expansion អញ្ចឹងផ្សារចាប់ពី consolidation ផ្សារថ្មីអានេះគឺជា consolidation pattern បើសិនអ្នកគ្នាឃើញ consolidation ឃើញវា move មកក្រោមបន្តិចអញ្ចឹងណាវា move មកក្រោមបន្តិចអញ្ចឹងអ្នកគ្នាគិតថាអូវា bearish មកវិញហើយ no បើសិនជាវា move មកក្រោមបន្តិចអញ្ចឹងវា form ជា AMD អ្នកនេះជាប់ trap ទៀតមានតែមិនវាមក CSL នេះហើយវាឡើងទៅលើវិញដោយសារ consolidation អាច reversal បានទេអញ្ចឹងវាធ្វើបានឯខ្លះគឺ consolidation expansion retracement and distribution and expansion ត right ឬក៏ជា AMD ដូចខ្ញុំនិយាយចឹងបើសិនជាឃើញវាអញ្ចឹងខ្ញុំគិតថាវា reversal តែពិតវា form ជា AMD ទេតែបើសិនជា FVG នេះ draw យើងនេះវាអត់ប៉ះទេមានតែមិន draw យើងវាអាច reach out ឲ្យពេលខ្លះផ្សារវាអាចមកដល់ draw equity យ៉ាងទេលើដោយសារយើង like no we can't really price បើសិនជាឃើញ consolidation ហើយឃើញវា manipulation ហើយ and then with distribute នេះមក clear consolidation នេះមានថាផ្សារចាប់ដើមជា bearish វិញហើយអានេះហើយមកគេហៅថា reversal right ចំណាំ back test អូខេយើងមាន equal high take buy stop right buy stop យើងមាន L swing right here យើងមាន break off structure យើងមាន internal ទៅ external right ផ្សារត្រូវពី internal ទៅ external ចឹងយើងទៅមើលអស់គ្នាចឹង like I said expansion វា bearish ស្រាប់ហើយពេលដែលវា bearish ហើយអ្នកគេឃើញវា expansion នេះវា bearish ហើយវាប៉ះ internal ទៅ external អញ្ចឹងវាត្រូវ trade ពីនេះមកនេះថាពី internal ទៅ external អញ្ចឹងទៅពេលដែលវា expansion and then ឃើញវាចាប់បាន start consolidation ណាអ្នកគេគិតបានពីយ៉ាងថាវាអាច reversal ទេយល់ទេបើសិនជាវាធ្វើ style បែប reversal វានឹង form ជា AMD and then move ខ្វាច់មកក្រោមយកមក like this or like this right consolidation បើសិនជាវាឡើងទៅលើ like ចង់គេឡើងមកលើហ្នឹងគាត់ថាគេគាត់ថាវា reversal ឡើងទៅលើវិញហើយ no consolidation អាច reversal ទេដោយសារអីវា start ពី expansion នេះមកទៀត expansion វា bearish ហ្នឹងហើយ expansion ទៅ consolidation ហើយ consolidation ណាទៅ reversal កើតធ្វើយើងវាត្រូវមិនពី consolidation ទៅ expansion and then retracement and then go lower like this AMD ឬ consolidation expansion retracement right ឃើញទេ consolidation expansion retracement right ចឹងពី expansion ទៅ consolidation វាធ្វើតែរឿងពីរយ៉ាងដែលអាចកាត់ឡើងនេះគឺ conversion from consolidation ទៅ retracement ឬក៏ AMD up down ឬក៏ AMD down up ឃើញទេយល់ទេ expansion consolidation and then expansion ដោយសារអីវា reversal ទេបើនិយាយវា reversal វានឹង form ជា AMD មកខកយកមក AMD ដែល make accumulation manipulation and distribution មកក្នុងបាត់ហើយតែកន្លែងនេះគឺវាដើរមក consolidation expansion retracement and boom អញ្ចឹងយើងត្រូវដឹងថា bias យើងស្អី bearish right អញ្ចឹងយើងមើលទៅ expansion consolidation expansion retracement យើងមាន draw activity okay reversal right អញ្ចឹងយើងមើល reversal and then យើង start ពី consolidation ហ្នឹងវិញអញ្ចឹងយើងអានភាសានេះ consolidation expansion retracement and then expansion like that អូខេដោយសារអី consolidation អាច reversal ទេអញ្ចឹងអត់ពេលឃើញ consolidation មិនមែនវាមកក្រោមអញ្ចឹងទេ no it's not វានឹង expansion and then retracement ពេលវា retracement វាមិន expansion like ទៅហើយវាមិន consolidation ហើយវាអាចធ្វើនឹងពីរយ៉ាងគឺ form ជា AMD ឬក៏ expansion ត expansion ត right expansion like and then ពី expansion ទៅ consolidation នេះដែរ consolidation ហើយវាឬក៏ពេលខ្លះគឺ consolidation ហ្នឹងពេលដែលវា move ក្រោមហ្នឹងមិនមែនវា reversal ទេ no
វា form ជា AMD តែនេះវាអត់ form AMD ទេគឺវា expansion ត right ទៅត្រនៅពេលដែលវា hit ត្រវាទីហើយអ្នកនរចង់ short វា hit high time frame key level ហើយចង់ short វាបើសិនជាវា start ពី consolidation ចេះកុំគិតនេះមិនអាច short បានទេដោយសារអីវា reversal ទេវា consolidation ណោះវានឹងមិនបើសិនជាវា move មកក្រោមចេះវានឹង manipulate អ្នកនេះឡើងទៅលើហើយ distribution មកក្រោមអ្នកនេះគាត់ជាគាត់ trap កន្លែងនេះហើយអញ្ចឹងពេលនេះបើហៅថា frame key level ហើយឃើញ market form ជា AMD អញ្ចឹងគូ wait ត្រូវតែចាំវា consolidation ចាំវាមិនបើសិនជាវា move មកក្រោមចេះ right វានឹងឡើងទៅលើដើម្បី manipulate ឬក៏វា consolidation ហើយវា expansion ឡើងលើអញ្ចឹងមុននឹងវា distribution មកក្រោមអូខេអញ្ចឹងយើងមើលយើងច្បាស់ហើយថាវា bearish ហើយដោយសារវា hit high time frame key level អញ្ចឹងវាចាប់ដើម start ពីអី expansion leg bearish right ចេះ consolidation នេះរ៉ាអូខេអានេះ bearish expansion leg នេះ bearish and then start consolidation យល់បើសិនជាវាឡើងមកលើអញ្ចេះនេះកុំគិតថាវាឡើងទៅលើផុតដោយសារវាអាច reversal ហ្នឹងមានព្រានហើយ consolidation អាច reversal ទេបើសិនជាវា form ពីអញ្ចឹងវានឹងជា AMD accumulation represent and distribution អូខេអានេះគឺជាខ្ញុំនិយាយជា breakdown បញ្យល់អ្នកនរគ្នាទេបើសិនជាអ្នកគ្នាមានចម្ងល់អ្នកគ្នាអាច join Telegram របស់ខ្ញុំ and then សួរមកដោយសារអីពេលខ្លះខ្ញុំបញ្យល់ទៅអ្នកគ្នាអាចនឹងអត់ទាន់យល់កន្លែងណាមួយជាក់លាក់អញ្ចឹងឬក៏អ្នកគ្នាថ្មីមកសម្រាប់ ICT ដោយសារអីមេរៀននេះគឺខ្ញុំ breakdown ទេខ្ញុំ breakdown អញ្ចឹងពេលខ្លះវាអត់បាន full meaning ទេតអ្នកនរសួរកន្លែងណាអ្នកគ្នាខ្វះអូខេអញ្ចឹងជួបគ្នាវីដេអូក្រោយបាយ